ព្រះគម្ពីរបទចម្រៀងជំពូក7អោនាងជាអ្នកមានត្រកូលខ្ពស់អើយជើងនាងល្អណាស់ណោពាក់ដោយស្បែកជើងដូច្នេះត្រគាកដែលរាវខ្លំរបស់នាងដូចជាត្បូងជាស្នាដៃនៃជើងឆ្នៃយ៉ាងជំនាញផ្ចិតនាងរាងដូចជាកែវក្រពុំដែលឥតខ្វះស្រាទំពាំងបេជូលាយណាឡើយពោះនាងប្រៀបដូចជាគំនរស្រីសាលីមានផ្កាកំភ្លឹងដោតជុំវិញដោះនាងទាំងពីរដូចជាកូនក្តានពីរដែលជាកូនភ្លោះរបស់មេមួយកនាងប្រៀបដូចជាប៉មធ្វើពីភ្លុកភ្នែកនាងដូចស្រះទឹកនៅក្រុងហេសបូនដែលនៅជិតទ្វារបាតរ៉ាប៊ីមច្រមុះនាងដូចជាប៉មលបាណូនដែលបែរទៅខាងដាម៉ាស់ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែលសក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយស្ដេចទ្រង់ជាប់ចិត្តដោយដុំសក់នោះអោមាសសម្លាញ់អើយឯងស្រស់បោះល្អហើយព្រំព្រៃគួររីករាយណាស់ណកម្ពស់ឯងដូចជាដាវល្មើហើយដោះឯងដូចជាចង្កោមផ្លែល្មើអញបានថាអញនឹងឡើងដើមនោះអញនឹងចាប់ឈៀងតោងឡើងសូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបៃជូហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារីនឹងមាត់ឯងក្រអូបដូចជាស្រាទំពាំងបៃជូយ៉ាងឯកដែលហួចចុះទៅដោយស្រួលសម្រាប់មាសសម្លាញ់អញក៏ធ្វើឲ្យបបោមាត់មនុស្សដេកលក់បាននិយាយឡើងខ្ញុំម្ចាស់ជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំហើយទ្រង់មានសេចក្តីពងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់ឲ្យស្ងួនសម្លាញ់អើយសូមមកយើងនឹងចេញទៅឯវាលសូមឲ្យយើងស្នាក់នៅតាមភូមិគេយើងនឹងឡើងទៅឯចំការទំពាំងបៃជូពីព្រលឹមសូមឲ្យយើងទៅមើលបើទំពាំងបៃជូបានបិចឡើងឬមានផ្កាហើយឬនៅហើយបើដើមទទឹមកំពុងផ្កាឬទេនៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្តីស្រឡាញ់ថ្វាយទ្រង់ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅឲ្យស្ងួនសម្លាញ់ខ្ញុំម្ចាស់អើយនៅមាត់ទ្វារផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខទាំងថ្មីនិងចាស់ផងដែលខ្ញុំម្ចាស់បានប្រមូលទុកសម្រាប់ទ្រង់ជំពូក8អោបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅជាអ្នកដែលបានបើកដោះម្ដាយរបស់ខ្ញុំម្ចាស់ដូច្នេះកាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅនោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបានឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផងខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្ដាយរបស់ខ្ញុំម្ចាស់ម្ដាយនឹងបង្រៀនដល់ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូបជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយនោះព្រះហស្ថឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ហើយព្រះហស្ថស្ដាំនឹងអោបខ្ញុំម្ចាស់អពុកូនស្រីក្រុងយេរូសាឡឹមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បត់ថានាងទាំងឡាយនឹងមិនអន់រួនឬដាស់ស្ងួនសម្លាញ់ខ្ញុំឡើយចាំតតែទ្រង់សពព្រះតីតើនាងណានោះដែលឡើងមកពីទីរហោស្ថានកំពុងផ្អែកលើអ្នកស្ងួនសម្លាញ់របស់នាងដូច្នេះអញបានបណ្ដាលឲ្យឯងមានសេចក្តីស្រឡាញ់នៅក្រោមដើមសារីជាទីដែលម្ដាយឯងបានឈឺនឹងសម្រាលជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមកសូមផ្ដិតខ្ញុំម្ចាស់និតនៅព្រះតីទ្រង់ដូចជាត្រាគឺជាស្នាមត្រានៅលើព្រះពហុទ្រង់ផងត្បិតសេចក្តីស្រឡាញ់មានកម្លាំងដូចជាសេចក្តីស្លាប់ហើយសេចក្តីប្រច័ណ្ឌក៏សាហាវដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើងជាអណ្ដាតភ្លើងយ៉ាងសាហាវដែលមកពីព្រះទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយទឹកជំនន់និងពន្លិចក៏មិនបានដែរទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់រលីងឲ្យបានសេចក្តីស្រឡាញ់គង់តែអ្នកនោះនឹងត្រូវបានសេចក្តីមើលងាយទៅទេវិញយើងមានប្អូនស្រីមួយមិនទាន់ដុះដោះនៅឡើយតើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើងនៅថ្ងៃដែលមានគេមកដណ្ដឹងបើនាងជាកំផែងយើងនឹងធ្វើជាពំពីប្រាក់នៅពីលើបើសិនជានាងជាផ្ទាំងទ្វារនោះយើងនឹងធ្វើក្របពីឈើត្រាត្រៅឲ្យនាងឯខ្ញុំជាកំផែងពិតដោះរបស់ខ្ញុំជាពំហើយតាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ដូចជាអ្នកដែលបណ្ដាលឲ្យមានសេចក្តីសុខស្ដេចសាឡូមោនទ្រង់មានចំការទំពាំងបៃជូនៅត្រង់បាល់ហាម៉ូនទ្រង់បានប្រវាសទៅឲ្យពួកអ្នកដតីធ្វើដែលពួកនោះគ្រប់គ្នាត្រូវនាំយកប្រាក់ 1000 ដួងមកថ្វាយដើម្បីឲ្យបានផលចំការនោះឯចំការដែលជារបស់ផងខ្ញុំម្ចាស់នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយឯទ្រង់ឲ្យសាឡូមោនអើយទ្រង់នឹងបានប្រាក់ 1000 នោះ
ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់200ដែរអោនាងដែលអាស្រ័យនៅក្នុងសួនអើយពួកភឿនរងចាំស្ដាប់សំឡេងឯងសូមឲ្យអញបានឮផងឲ្យស្ងួនសម្លាញ់របស់ខ្ញុំម្ចាស់អើយសូមឆាប់ធ្វើដូចជាប្រើសឬក្តាន់ស្ទៀវនៅលើភ្នំគ្រឿងក្រអូបទៅ